រយៈពេល10ឆ្នាំជាងដែលតាំងពីបង្កើត VP Start មកនេះគឺខ្ញុំអត់មានបញ្យល់អ្នកណាយល់បានម្នាក់ទេហើយខ្ញុំធ្វើការងារអញ្ចឹងជាង10ឆ្នាំមួយថ្ងៃប្រើពេលជាង10ម៉ោងជជែកជាមួយនឹងមនុស្សផ្សេងគ្នា diversify ជាមួយប្រធានបទផ្សេងគ្នាហេតុអីបើមនុស្សនៅតែអត់យល់វាជា mindset ប៉ុន្តែ Internet of Things មួយនេះយើងប្រើពេលរហូតក៏អត់ទាន់យល់ពីវាអស់ដែរវាពាក់ព័ន្ធជាមួយនឹង sustainability system ដូច្នេះហើយពាក្យថា sustainability មិនមែនជាអ្វីដែលយើងត្រូវយកមកជជែកតែ2 3ថ្ងៃយល់គ្នាមកចូលរួមជាមួយ VP Start 4-10 ឆ្នាំហើយយល់កើតទេរឿងនេះធំណាស់វាជា mindset មួយអញ្ចឹងដូចតែយើងលើកជជែកអំពី sustainability for smart gridចឹងសម្រាប់ប្រព័ន្ធ smart grid មួយវាទូលំទូលាយមែនតើ Internet of Things សម្រាប់ប្រព័ន្ធ smart grid យើងដែលជា DRC series ហ្នឹងពី DRC 01 2 3រហូតដល់ជាង10ប្រភេទ connect វាបញ្ចូលគ្នាឲ្យคล้ายទៅជា eco solution សម្រាប់ប្រព័ន្ធ smart grid ហើយក៏អត់ទាន់យល់ថាតើការ apply នេះវាទូលំទូលាយឲ្យ collect data យ៉ាងម៉េច transform data យ៉ាងម៉េចទៀតអញ្ចឹងកិច្ចការជាមួយនឹង sustainability ហ្នឹងយើងត្រូវការច្រើននៅក្នុងហ្នឹងយើងត្រូវការ upgrade ទៅលើប្រព័ន្ធ aging infrastructure of the electric grid ហ្នឹងធ្វើម៉េច communicate ជាមួយនឹង electrical equipment ជាមួយនឹង existing device ជាមួយនឹង tool ថ្មីទៀតដូច AI capability tool ដែលអាច communicate ជាមួយគ្នាបានដោះស្រាយបញ្ហាស្មុគស្មាញទៅលើ overarching solution ដែលមានស្រាប់ជាមួយនឹងប្រព័ន្ធ smart grid ហ្នឹងដែលយើងធ្វើច្រើនមុខរាប់ពាន់រាប់ម៉ឺនវិស្វករមកចូលរួមហើយនៅអត់ទាន់ចប់ទៀតអញ្ចឹងកិច្ចការងារហ្នឹងធំណាស់សម្រាប់ពួកយើងទាំងអស់គ្នាព្រោះរយៈពេល10ឆ្នាំជាងដែលតាំងពីបង្កើត VP Start មកនេះគឺខ្ញុំអត់មានបញ្យល់អ្នកណាយល់បានម្នាក់ទេហើយខ្ញុំធ្វើការងារអញ្ចឹងជាង10ឆ្នាំមួយថ្ងៃប្រើពេលជាង10ម៉ោងជជែកជាមួយនឹងមនុស្សផ្សេងគ្នា diversify ជាមួយប្រធានបទផ្សេងគ្នាហេតុអីបើមនុស្សនៅតែអត់យល់វាជា mindset វាអាចយល់កើតទេអត់មានមនុស្សណាទៅត្រូវទៅយល់ពីគ្នាទេប៉ុន្តែហេតុអីបានយើងធ្វើកិច្ចការងារធំនឹងកើតពួកគាត់ជឿ VP Start ធ្វើកិច្ចការងារនឹងបានជោគជ័យហើយយើង implement Internet of Things របស់យើងចូលទៅកាន់ប្រព័ន្ធ Power Grid System រយៈពេលជាង10ឆ្នាំនេះសិតតែស្នាដៃរបស់វិស្វករយើងនៅក្នុង local ទាំងអស់រាប់ចាប់តាំងពី hardware design electrical engineer mechanical រហូតដល់ data ទៀតឥឡូវនេះយើង require data ច្រើន data engineer ដែលអាចចូលរួមមកanalyze លើ data របស់យើងដើម្បី transform ទៅមួយកម្រិតទៀតអញ្ចឹងវាកាន់តែមានភាពស្មុគស្មាញហើយនឹងទូលំទូលាយសួរថាហេតុអីបានត្រូវធ្វើកិច្ចការងារទាំងអស់ហ្នឹងបើយើងអត់ transform solution ហ្នឹងតើយើងបង្កើតមកធ្វើអីអញ្ចឹងបង្ហាញធួអំពី concept របស់ Internet of Things គ្រាន់តែ Internet of Things នេះមិនដឹងថាយកពាក្យអីមកបកស្រាយឲ្យវាងាយទេអញ្ចឹងវាមានភាពស្មុគស្មាញច្រើនតាក់ទងជាមួយនឹងIoT adoption ដែលវា scale up កាន់តែច្រើនទៅយើងដឹងស្រាប់ហើយដើម្បី scale up ទៅលើ Internet of Things ទាំងអស់មិនទូចទេការងារហ្នឹងអាហ្នឹងគឺយើងនិយាយតែ Internet of Things យើងអត់បាន include ទៅលើ data ទេ virtual reality augmented reality នោះវាធំជាងហ្នឹងទៅទៀតការ transform ទៅលើ data នេះយើងនិយាយតែ device ដែលយើង connect ទៅមុខទៅយើងត្រូវ back up គ្នាយ៉ាងម៉េចដើម្បីបង្កើត Internet of Things យើងដើម្បីយកទៅជួយUniversal Connectivity Network ជា overarching solution ដែលអាច communicate ជាមួយនឹង Internet of Things ជាមួយនឹងប្រព័ន្ធជាមួយនឹង Power Grid Smart City និង device ផ្សេងបានកាន់តែច្រើនហេតុអីបាន business ទាំងអស់វា slow បន្ទាប់ពីការ implement ទៅលើ technology ទាំងអស់ហ្នឹងវាជោគជ័យហើយហេតុអីបានគាត់ scale up ទៅអត់បានងាយយល់ណាស់ដូចនៅអគ្គិសនីមួយចំនួននៅក្នុងតំបន់នៅក្នុងប្រទេសអាស៊ានហ្នឹងគាត់មានបញ្ហាគាត់អត់អាច scale up Internet of Things ចូលទៅប្រព័ន្ធ Power Grid គឺបញ្ហាតែមួយគត់គឺ budget constraint អញ្ចឹងបញ្ហាដែលតាក់ទងជាមួយនឹង budget គាត់គណនាទៅអត់មានឃើញចំណេញតែក៏អត់ឃើញចំណេញគឺយើងទៅវិនិយោគក៏គេអត់ជួយ support ដែរការងារ Internet of Things របស់ VP Start ត្រូវ make benefit ឲ្យគេឲ្យឃើញសិនត្រូវគណនាហ្នឹងដូចបន្ទាប់ពី generate ឲ្យចេញជា benefit ហ្នឹងមកបានយើងសិក្សាទៅលើការ apply ទូទាំងប្រទេសថាតើវា generate benefit យ៉ាងម៉េចហើយការសងត្រឡប់ទៅកាន់ investment វិញតើគាត់មានលទ្ធភាពកម្រិតណាអាហ្នឹងហើយជាអ្វីដែលយើងកំពុងតែ challenge ខ្លាំងប៉ុន្តែចំណុចខ្លាំងរបស់ VP Start មួយគឺ return on investment គឺយើងត្រូវគណនារកចំណុចហ្នឹងឲ្យ benefit ឲ្យគេសិនអញ្ចឹងហើយបច្ចេកទេសរបស់ពួកយើងត្រូវកាត់បន្ថយការចំណាយរបស់ពួកគាត់
ឧទាហរណ៍ថាបើសិនជាគាត់ចំណាយ1លានគាត់ return ត្រឡប់មកវិញបាន10ទៅ20លានអញ្ចឹង automatic គឺគេទៅហើយអញ្ចឹងតាក់ទងជាមួយនឹងខ្លឹមសារទាំងអស់នេះវាយើងមាន public នៅក្នុង website ហើយអញ្ចឹងជា idea ជាអ្វីដែលខ្ញុំលើកឡើងនេះវាគ្រាន់តែជា interoperability ជាមួយនឹង universal connectivity ដែលយើង plan connect ជាមួយនឹងប្រព័ន្ធ power grid smart grid internet of things heterogeneous solution ពីក្រុមហ៊ុនផ្សេងមកច្រើនវាមានភាពស្មុគស្មាញតើការគ្រប់គ្រងរបៀបម៉េចយើងត្រូវការ AI data center យើងត្រូវការ communication របៀបម៉េចដើម្បីធ្វើឲ្យវា reliable និង sustainable ទៅលើ system មួយអញ្ចឹងវាទលំទលាយខ្លាំងសូម្បីតែពួកយើងធ្វើកិច្ចការងារទៅលើការ research នឹងរយៈពេល10ឆ្នាំហើយក៏យើងនៅតែជួបជាមួយនឹងបញ្ហាច្រើនណាស់នៅពេលដែលយើង integrate វាបញ្ចូលគ្នានេះក៏ជាចំណុចមួយដែលពាក់ព័ន្ធជាមួយនឹង sustainability វាមានសារៈសំខាន់យ៉ាងម៉េចខ្លះទៅថ្ងៃអនាគតនោះគឺពួកយើងដឹងទាំងអស់គ្នាហើយព្រោះយើងធ្វើមកបានប៉ុណ្ណេះខ្ញុំមិនជឿថាពួកយើងមិនស្វែងយល់ពីវាសោះទេប៉ុន្តែសួរថាការងារទាំងអស់នោះចប់នៅអត់ចប់ទេទោះបីធ្វើ100ឆ្នាំទៀតក៏អត់ទាន់ចប់ដែរពីព្រោះប្រទេសយើងមួយទាំងមូលប្រព័ន្ធ grid ហ្នឹងយើងទៅធ្វើបាន1%ហ្នឹង10ឆ្នាំចុះ modernize ទៅលើ grid ទាំងមូលហ្នឹងយើងត្រូវការ harmonize system នឹងខ្លាំងពី electrical equipment ពី mechanical design រហូតដល់ data driven for smart grid ទៀតអញ្ចឹង process ហ្នឹងត្រូវការពេលរាប់រយឆ្នាំដូចយើងឃើញស្រាប់ហើយប៉ុន្តែយើងអត់ចាប់ដើមធ្វើទៅទេការខាតបង់ទៅលើចំណាយទៅលើ energy losses រាល់ថ្ងៃហ្នឹងដែលមនុស្សទូទៅប្រើប្រាស់អគ្គិសនីហ្នឹងខាតរាល់ថ្ងៃរាល់ម៉ោងទាំងអស់ពួកយើងរាល់ថ្ងៃហ្នឹងក៏យើងខាតអត់ដឹងខ្លួនដែរខាតទៅលើអីខាតទៅលើ operation ទៅលើ operation បើកភ្លើងចោលមើលសំបី campus យើងទូចមួយប៉ុណ្ណឹងយើងគ្រប់គ្រងអត់បានបើអត់មាន system នឹងដើរបើកម៉ាស៊ីនត្រជាក់បើកភ្លើងចោលនៅកន្លែងណាខ្លះរដ្ឋបាលដល់បន្តិចទៀតក៏គាត់វិលមុខដែរដល់ពេលមាន campus អញ្ចឹងហើយមានតែ eco solution ហើយដែលអាចជួយយើងបានមានតែ internet of things